đôi khi trong khu lý xã nè đôi khi tạm sợ tại cái khu lý xã thằng đấy chua sấy chấp tay cái ba răng ớt ớt đây từ đấy chân tụi nó không chả ở đây mạ chẳng can chẳng ở đây mạ can chẳng này bát này hả បាទគ្រប់ជំរាបសួរបងម៉ែបងប្អូនទាំងគ្នាបាទគឺថាម្សិលមិញនេះនៅថ្ងៃទី23ខែមេសាឆ្នាំ2025ខ្ញុំបានធ្វើដំណើរទៅគិរីរម្យបាទនៅលើភ្នំគិរីរម្យតែម្ដងឧទ្យានជាតិគិរីរម្យហ្នឹងបងប្អូនធ្លាប់ស្គាល់នេះបាទសិតតែដើមឈើព្រៃប្រោះប្រឹក្សាជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងស្អាតមែនទែនបងប្អូនទាំងគ្នាបាទគឺធ្វើដំណើរទៅជួបជាមួយនឹងក្មួយស្រីម្នាក់បាទដែលកំពុងតែផ្ទុះពេញបណ្ដាញសង្គមគឺថាល្បីថាក្មួយគួយឆ្លាតខ្លាំងមែនទែនបាទគាត់លក់ផ្កាបងគាត់អាចនិយាយសម្ដីទន់ភ្លន់ផ្អែមល្ហែមអាចតាក់ចិត្តជាមួយនឹងភ្ញៀវទេសចរដែលបានធ្វើដំណើរទៅលេងកម្សាន្តនៅឯឧទ្យានជាតិគិរីរម្យបងប្អូនឃើញហើយជាមួយនឹងកាយវិការនិងសម្ដីទន់ភ្លន់របស់ក្មួយស្រីពូមីងអើយជួយទិញផ្កាអូនមួយបាទកុំដាច់ចិត្តអីពូមីងអើយអូនិយាយពីសម្ដីឡើងទន់ភ្លន់បាទគឺថាបានស្ដាប់ហើយមិនទិញមិនបានទេបងប្អូនទាំងគ្នាបាទអញ្ចឹងក្រោយពីការត្រំការងាររបស់ខ្ញុំបានធ្វើដំណើរទៅដល់ទីតាំងក៏បានជួបសួរនាំជាមួយនឹងអ្នកភូមិក៏មានក្មួយស្រីពីរនាក់គឺបានជូនដំណើរបាទក្រុមការងារខ្ញុំក៏ដូចជាខ្ញុំបាទតតែម្ដងបាទគឺថាបានសួរនាំជាមួយនឹងលោកពូម្នាក់នោះក៏បានឲ្យកូនមកគាត់បាទពីរនាក់គឺជាមិត្តភ័ក្តិរបស់ក្មួយស្រីដែលឆ្លាតលក់ផ្កាហ្នឹងបាទគាត់ឲ្យជូនទៅបាទក្មួយស្រីពីរនាក់នេះបាទឡើងជាមួយខ្ញុំនេះបងប្អូនទាំងគ្នាបាទគាត់ថាស្គាល់ច្បាស់ណាស់ជាមួយនឹងក្មួយស្រីខាងលើហ្នឹងបាទដែលក្មួយស្រីហ្នឹងឈ្មោះតៃបងប្អូនទាំងគ្នាបាទឥឡូវគាត់កំពុងធ្វើដំណើរជូនទៅហើយបាទគាត់ថានៅបាទព្រំ4ទៅដល់ទីតាំងហ្នឹងគឺឃើញក្មួយស្រីហើយបាទបន្ទាប់មកខ្ញុំក៏បានធ្វើដំណើរទៅដល់ទីតាំងហ្នឹងមែនហើយកន្លែងឃើញជាមួយនឹងក្មួយស្រីខាងលើគឺដើរតេះថ្ងៃហ្នឹងក៏អត់លក់ផ្កាទេបងប្អូនទាំងគ្នាបាទដោយសារតែគាត់បានឃើញវីដេអូឃ្លីបមួយដែលភ្ញៀវបាទទេសចរគាត់បានថតបង្ហោះពីក្មួយស្រីដែលបានលក់ផ្កាបាទលក់ផ្កាដល់ពេលអញ្ចឹងគាត់ថាវីដេអូនិងរូបភាពគាត់ដដែលធ្វើឲ្យគាត់ហ្នឹងបាទអន់សពុនចិត្តគឺខឹងម្ដាយគាត់ក៏រករឿងម្ដាយគាត់ថាម៉ែឲ្យគេលុបចេញទៅបាទទុកធ្វើអីគាត់អត់ចូលចិត្តទេគាត់ឃើញតែព្រោះគាត់ដដែលអញ្ចឹងដល់ពេលអញ្ចឹងទៅគាត់ថាថ្ងៃហ្នឹងគាត់អត់លក់ទេកាខឹងម៉ាក់គាត់ហើយមិនបាច់ធ្វើមិនអីទេគាត់អត់លក់ទេថ្ងៃហ្នឹងអញ្ចឹងក៏គាត់អត់បានធ្វើទៅម្ដាយគាត់ក៏បានធ្វើទៅប៉ុន្តែយ៉ាងណាក៏ដោយពេលដែលបានចោះទៅជួបក្មួយស្រីគឺថាគាត់ឆ្លាតមែនតើបាទគាត់ចេះនិយាយជាមួយយើងលេងបាទសួរនាំអីគាត់ឆ្លើយនឹងបាទនិយាយទៅគាត់ឆ្លាតបងប្អូនទាំងគ្នាបាទអ្នកឃើញបងប្អូនអ្នកគាត់កំពុងតែញ៉ាំជាមួយចំហួយរបស់គាត់នេះបាទគឺថានៅក្រៅទូចមែនតើហើយមើលក្នុងរូបភាពវីដេអូនោះគាត់ថាមើលទៅយើងធំគូសំបាទគាត់ថាគាត់អាយុប្រហែលជា6 7ឆ្នាំមានណាទៅជួបក្រៅបាទទៅតែអាយុ4ឆ្នាំជាងណាទូចមែនតើប៉ុន្តែនៅក្រៅឡើងសាច់ខឹមឹបហ្មងបាទគឺថាគួរឲ្យខ្នាញ់បងប្អូនទាំងគ្នាហើយចឹងទៅក្រុមការងារក៏បានដឹកដៃគាត់ដើរទៅជួបជាមួយឪពុកម្ដាយរបស់គាត់ណាបងប្អូនទាំងគ្នានេះគឺជាវីដេអូសកម្មភាពដែលក្រុមការងារបានចោះទៅជួបជាមួយក្មួយស្រីដំបូងនេះបាទក្មួយស្រីគាត់បានដឹកដៃក្រុមការងាររបស់ខ្ញុំបាទ MC ណាលីនហ្នឹងបងប្អូនទាំងគ្នាបាទគឺថាដើរទៅជួបជាមួយឪពុកម្ដាយរបស់គាត់នៅផ្ទះរបស់គាត់ហ្នឹងឥឡូវបានជំរាបសួរជាមួយម្ដាយគាត់ឪពុកគាត់នេះបាទបានសួរនាំជាមួយម្ដាយរបស់គាត់ហើយនិយាយពីកូនហ្នឹងខ្ជូតមែនតើបងប្អូនបាទគឺថាអត់ដឹងថាកាត់ទៅម្ដាយឬមកកាត់ទៅឪពុកទេឪពុកម្ដាយរបស់គាត់មកល្មមទេបាទមើលទៅធម្មតាអញ្ចឹងណាប៉ុន្តែចំណែកឯកូននេះគឺថាខ្ជូតប្លែកហ្មងបាទស្អាតប្លែកបងប្អូនទាំងគ្នាហើយចេះទៀតសំខាន់គឺមកតែឆែកបងប្អូនទាំងគ្នាសួរអីឆ្លើយនឹងសួរអីឆ្លើយនឹងហើយបើថាយើងចង់ថើបគាត់វិញណាបងប្អូនតបានលុយបាទទាលុយបានលុយសិនបានឲ្យថើបហើយអត់ឲ្យថើបទេតបានលុយសិនមិនថើបបាទគាត់ប្រាប់អញ្ចឹងបងប្អូនទាំងគ្នាបាទនិយាយឆ្លាតគួរឲ្យស្រឡាញ់មែនតើបងប្អូនទាំងគ្នាហើយគាត់រស់នៅក្នុងព្រៃភ្នំតែម្ដងនៅលើភ្នំគិរីរម្យបងប្អូនទាំងគ្នាឃើញតែគាត់ឆ្លាតគាត់ចេះរកលុយឲ្យម្ដាយរបស់គាត់ទាំងគាត់នៅវ័យក្មេងមែនតើតើបានចូលរៀនបងប្អូនទៅតែអាយុ4ឆ្នាំជាងតែគាត់អាចមានសមត្ថភាពតាក់ចិត្តជាមួយនឹងភ្ញៀវឲ្យទិញជាមួយនឹងផ្ការបស់គាត់បាទសំខាន់ហ្នឹងគឺថាបងប្អូនរបស់គាត់មានចំនួន3នាក់បាទប៉ុន្តែនៅលើភ្នំគិរីរម្យហ្នឹងតែ2នាក់ទេជាមួយបងប្រុសគាត់មួយទៀតបាទក្មេងដែរនៅទូចដែរទេដូចជាបងគ្នា2 3ឆ្នាំឯងបាទចន្លោះគ្នាហ្នឹងហើយបងប្រុសរបស់គាត់វិញបងប្រុសរបស់ក្មួយតៃហ្នឹងគឺលក់ការបានតិចតួចទេបាទលក់អត់ឈ្នះជាមួយនឹងអូនតូចអូនតៃនេះទេបាទអូនតៃនេះគឺបកាយលក់មកបាទសម្ដីផ្អែមទន់ភ្លន់ធ្វើម៉េចតាក់ចិត្តភ្ញៀវឲ្យទិញតតែបានមិនចង់ទិញក៏ត្រូវតែទិញដែរបើមិនទិញមានអារម្មណ៍ថាដូចពិបាកក្នុងខ្លួនហ្មងបាទដោយសារតែក្មួយស្រីសម្ដីផ្អែមយ៉ាងនេះបើមិនទិញមិនកើតដែរបងប្អូនទាំងគ្នាបាទអញ្ចឹងត្រូវតែទិញតតែបានតែម្ដងហើយបើថាសួរជាមួយនឹងបងប្រុសរបស់គាត់វិញថាអូនអន់ចិត្តនឹងខឹងតូចចិត្តអត់បើសិនជាខ្លួនលក់តិចបានតិចជាងជាមួយអូនតៃបាទបងប្រុសរបស់គាត់ហ្នឹងគាត់ថាអត់អន់ចិត្តផងលក់ឲ្យម៉ាក់ដូចគ្នាសំខាន់លក់ឲ្យដាច់ឲ្យម៉ាក់បានច្រើនអញ្ចឹងបងប្អូនទាំងគ្នាហើយនេះឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរជិះឡានមកចង់ឲ្យគាត់ធ្វើកាយវិការដូចអ្វីដែលគាត់បានលក់ឲ្យភ្ញៀវកាលពីថ្ងៃមុនណាបងប្អូនទាំងគ្នាឥឡូវខ្ញុំជិះឡានមកដល់ហើយបាទចង់ឲ្យគាត់និយាយជាមួយភ្ញៀវថ្ងៃមុនយ៉ាងម៉េចនិយាយជាមួយខ្ញុំដូចអញ្ចឹងណាបងប្អូនទាំងគ្នាប៉ុន្តែគាត់អៀនគាត់អត់ហ៊ាននិយាយគាត់ថាគាត់ថ្ងៃហ្នឹងគាត់អត់លក់ទេគាត់អៀនគាត់អត់ហ៊ាននិយាយឃើញខ្ញុំហៅថាអូនអើយអូនតៃទិញផ្កាមួយប៉ុន្តែគាត់អត់ហ៊ាននិយាយគាត់អៀនបាទអញ្ចឹងខ្ញុំក៏ជួយទិញផ្កាគាត់ពីកម្រងទៅបងប្អូនទាំងគ្នានេះបាទហត់គាត់ចំនួន10000ណាជួយទិញផ្កាគាត់ពីកម្រងទៅបាទហើយបន្ទាប់មកទីទៀតហ្នឹងក៏ខ្ញុំបានចោះមកក្រមបាទហើយនេះចែ MC ណាលីនណាបានជូនលុយគាត់បាទហើយនេះរួមជាមួយនឹងអូនហេងបាទអូនហេងសក់វិញនិយាយពីដូចក្រិតចឹងបងប្អូន
ប្អូនទាំងគ្នាបានឃើញនេះបាទមើលគេឆោប្រុសអីស្រីបាទពេលទូចដូចគ្នាបាទអ្នកសួរគាត់ថាស្រឡាញ់អូនអត់បើថាស្រឡាញ់បាទបងប្អូនទាំងគ្នានេះឃើញនេះរូបភាពមួយបាទយើងឃើញថាប្លែកភ្នែកមែនតើបាទនេះហើយក៏មានឃើញមានអ្នកសរសើរបាទពីរអ្នកស្អាតដូចគ្នាបងប្អូនទាំងគ្នាឥឡូវនេះចែណាលីនក៏បានឲ្យលុយទៅក្មួយស្រីហ្នឹងហើយគាត់ថាឥឡូវអញ្ចេះសិនមុនឲ្យលុយឲ្យថើបសិនបានឲ្យលុយបាទនេះឥឡូវគាត់ថើបមួយសិនគាត់ថាឲ្យលុយសិនមកបានថើបបាទឥឡូវអត់ទេចែណាលីនថាឲ្យថើបសិនបានឲ្យលុយបាទដល់ពេលអញ្ចឹងទៅបានឲ្យគាត់ថើបបាទឲ្យគាត់ថើបឥឡូវឲ្យថើបទាំងខ្ញុំទៀតបងប្អូនទាំងគ្នាគាត់ថាឲ្យថើបតឲ្យលុយគាត់សិនប៉ុន្តែខ្ញុំមិនបានទិញគាត់ឲ្យលុយគាត់ហើយចឹងឲ្យគាត់ថើបបាទចង់ដឹងថាគាត់ថើបអត់ឥឡូវគាត់ថើបមែនបាទឆ្លាតមែនតើបងប្អូនទាំងគ្នាប៉ុន្តែមុននឹងថើបថាតឲ្យលុយគាត់សិនមកគាត់ថើបតែគ្មានកម្របងប្អូនទាំងគ្នានេះឆ្លាតមែនតើបងប្អូនទាំងគ្នាឥឡូវយើងមកជួបជាមួយឪពុកម្ដាយគាត់នេះឪពុកម្ដាយគាត់គឺសិតតែអ្នកលំបាកដែលធ្លាប់នៅក្នុងព្រៃភ្នំបាទបើឪពុកគាត់វិញនៅយូរហើយបងប្អូនទាំងគ្នាបើគិតមកទល់ថ្ងៃនេះគឺជាង10ឆ្នាំបងប្អូនបាទហើយម្ដាយគាត់នេះក៏នៅមួយរយៈដែរអញ្ចឹងណាបាទនៅតាមឪពុករបស់គាត់បាទហើយតាមឪពុកព័ត៌មានដែលលេចលឺថាគាត់ធ្លាប់នៅភ្នំពេញជាមួយម្ដាយរបស់គាត់អញ្ចឹងណាមួយស្រីហ្នឹងហើយនៅពីអ្នកបងប្អូនហើយម្ដាយរបស់គាត់ទៅធ្វើការរោងចក្រអញ្ចឹងទៅទុកកូនពីរនាក់នៅក្នុងបន្ទប់អញ្ចឹងទៅបាទកណ្ដោយកណ្ដែងប៉ុន្តែយ៉ាងណាគាត់ឆ្លាតមែនតើបាទគាត់ជួយការងារផ្ទះមិនចាំបាច់មានអ្នកមើលថែក៏គាត់អាចរស់នៅដោយខ្លួនឯងបានណាបងប្អូនទាំងគ្នាគឺឆ្លាតមែនតើបងប្អូនបាទថាឃើញហើយគួរឲ្យខ្លាញ់តែម្ដងបងប្អូនទាំងគ្នាឥឡូវបងប្អូនមកស្ដាប់សំឡេងនិងសម្ដីគាត់នៅក្រៅមកតាចង់ដឹងថាគាត់ពិតជាទន់ភ្លន់មិនគួរស្រឡាញ់ប៉ុណ្ណាតោះមកស្ដាប់ទាំងអស់គ្នាមានដឹងតែខ្លួនឯងល្បីអត់មានដឹងអត់ដឹងដែរហ៎ហើយមានដឹងអត់ថាគេស្រឡាញ់អូនច្រើនណាមានដឹងហ៎គេសារថាចេះអូយក្មេងអីក៏ចេះម៉េចមានដឹងអត់បើអូនលើទូរស័ព្ទអូយហើយមើលទូរស័ព្ទនឹងទូរស័ព្ទណាគេអូនចេះប្រើអត់អូយហើយមានដឹងថាខ្លួនឯងនឹងគេស្រឡាញ់ច្រើនអត់ឥឡូវមើលមានដឹងអត់ដឹងអូយស្រឡាញ់ចឹងហ៎ពុកម៉ែបងប្អូនចេះមែនស្រឡាញ់ឡើងតុនឡើងស្នេះហ្មងណាទៀតសួរអូនទៀតសួរអីកូនអីហ៎អូយស្អាតដូចម៉ាក់ចឹងអាយុប៉ុន្មានហើយអូន4ឆ្នាំ4ខែ4ឆ្នាំ4ខែធ្វើចេះលក់តាមមួយឆ្នាំហីកុំចេះដែរទេឃើញបងខំលក់ចង់លក់តាមអីមានឃើញគេយកអូនផុសច្រើនហ៎ឥឡូវសម្ដេចពុកសម្ដេចម៉ែសម្ដេចយាយចង់ជួបឯអូនណាអូយបានខ្លាយជាចៅសម្ដេចពុកសម្ដេចម៉ែហើយចៅសំណប់ទៀតចៅមែនតើណាមកថប់អីមួយមើលអូយអត់ទេអត់ព្រមថើឥឡូវអីសុំថើវិញបានអត់អូយតិចកំណាញ់ម៉ែកំណាញ់ឲ្យថើពេលឥឡូវអីសុំថើមួយណាបានអត់អីស្អាតប៉ុណ្ណឹងឲ្យកូនអត់ថើទៀតអីសុំថើមួយណាមើលថើមួយណាអូយហើយស្អាតម៉ែឲ្យកូនម៉ែនេះបងតាអ៊ីអញថើហើយអូថើនឹងnóហើយឥឡូវសុំថើម្ដងទៀតអត់ឲ្យហីនេះពូម៉ាក់គេជូនមកនេះនិយាយមែនគេមានពូម៉ាក់មានហ្វេនតិចអត់គេថាបើចែកចង់ជួបមីអូនខ្ញុំជូនទៅអើយគេឡើងឡានមកណែអីពូម៉ាក់គេជូនទាំងអស់និយាយមែនហើយអូយហើយស្អាតម៉េះនៅក្រៅស្អាតម៉េះនៅក្រៅស្អាតខ្លាំងណាស់ឥឡូវឯងថប់ខិនអ៊ីអត់អត់មិននិយាយត្រង់អត់ឯងខិនអ៊ីហ៎តែឥឡូវបានឃើញចឹងសប្បាយចិត្តទេសប្បាយចាស់លោកអើយអូនចូលរៀននៅបងហ្នឹងហើយបងប្អូនមានប៉ុន្មាននាក់ដែរបងប្អូនមាន3នាក់នេះអូនកដាគេចាហើយមកអូនបើអូមិញខ្ញុំសួរមិញថាបើគេតែបងប្អូនមាន3នាក់ចាហើយកូនបងមួយទៀតនៅជាមួយយាយនៅជាមួយយាយហើយបងមកនៅគិរីរំនេះយូរណាស់បង2ឆ្នាំចានៅ2ឆ្នាំហើយអូនតំលក់ការឆ្នាំហ្នឹងមែនតំលក់ការឆ្នាំហ្នឹងចាហើយចេះហ្នឹងមានដឹងថាអូនគេយកអូនទៅផុសវីដេអូថាអូនលក់ការហើយនិយាយជាមួយភ្ញៀវថាអីជួយទិញអូនមួយកុំចិត្តដាច់ពេកអញ្ចឹងហីមកឥឡូវខ្ញុំបើមួយមើលអូយនិយាយមែនបងម៉ែទូចមួយណាមិនធំទេណានេះបាច់ខាងមុខកាមេរ៉ាមកកូនបាច់តែកាមេរ៉ាអីអត់មានកូនស្រីអីសុំអូនទៅនៅមួយអ៊ីបានទេទៅនៅមួយអ៊ីអីអូនតែខ្លួនខ្ជូតរៀនអីទៀតទៅមួយអ៊ីអត់ទៅទេអីស្រឡាញ់ម៉ាក់អេស្រឡាញ់ខ្លាំងអត់ស្រឡាញ់ខ្លាំងអូនមានឈ្មោះអីគេដែរឈ្មោះស្រីតៃអូឈ្មោះស្រីតៃពុកម៉ែបងប្អូនឲ្យតែឈ្មោះស្រីតៃខ្ជូតឲ្យចេះអញ្ចឹងឈ្មោះស្រីតៃអាយុប៉ុន្មានដែរអូនអាយុប៉ុន្មានដែរតើសួរម៉ាក់អូនអាយុប៉ុន្មានអត់តន់ប្រាប់ផងអាយុប៉ុន្មានឆ្នាំភ្លេចបាត់ហើយហើយថ្ងៃនឹងមានលក់ការអត់មកគ្រាន់ហើយហើយពេលរត់ដល់ទៅលក់ការនឹងអីអ្នកទៅរកខ្លួនឯងមែនហើយឆ្លាតទេនេះហើយម្លេះមកជិះប្អូនមើលហើយកាន់ដៃប្អូនមើលស្រឡាញ់ប្អូនស្រីហ៎មកកាន់ដៃប្អូនមើលកាន់ដៃប្អូនមើលកាន់ដៃគ្នាមើលកាន់ដៃបងកាន់ដៃទៅរៀនមកតោះដើរអូយណែហើយគេមានប្អូននេះណាមើលណែចាហើយស្រឡាញ់ប្អូននេះស្រឡាញ់ប្អូននេះកូនស្រឡាញ់អត់
lành thắp ôn mùi mở con thắp ôn mùi mở hay chẳng bán con sấy vậy hay mà con mà hay một quay xà lành mê à một quay xà lành mê cái chị ơi lôi tiện này cái ơi thay tiện thôi mua tiện bạn bay xà lành nước ui lộc ai lo thử tiện lôi xanh ui là bàn tiền ui click tiện xanh này ơi nè ui bay buôn xà lách này cái thápปูđai đó thápปูmặc sắt đâm xà lách tháp bay sắt đâm bay xà lách tháp ớt ui vậyปูnó tháp tới miền ấy nè tháp tới ớt ban này lớn mà tháp ở ấy chui tin chào lớn cô mới chui tin chào ai lôi pha phụ ai mà ui bay cái lại tiện bay sắt tháp bằng đi tiện tháp tiện lớn hay ôi tháp mặc sắt tiện ơi tháp mặc sắtจะเตะสั้นลอยอุ้ยตีลอยอันนั้นไง chơi bị chết ăn hả chơi bị chết ăn จุกตัวมันนั่งคุยสลันสำคัญนะทำมักเซิร์ตมาเมินใบเซิร์ตใบเมินใช่บัดจังทับโอนตัวเอาใช่ตัวแต่ทับโอนตัวแต่เอาลอยโอนบุญเซิร์ตบุญเมินใช่บุญเซิร์ตบุญเมินมักเซิร์ตมาเมินมันใบเซิร์ตเอาใบเมินนะให้จ้าผมไม่บอกโอนจ้าให้มีนสมบัติตาสมบัติใหญ่จ้ากดมือวิดีโอนั่งกดตาซาถ้าโอนใจโอนฉลาดจองชุดให้อะไรนั่งบาลูกใต้ลูกใหญ่ลูกตามาชุบจังโอนสบายชัดเต้ให้มีสกอลูกตาลูกใหญ่เย่สกอเหรอนั่งสกอมันเตอร์บอกใจมือตู้ซับทั้งนั่งใจมือตู้ซับตาอู้สมได้แต่นั่งมือเอมันก้อนใสยิ่งนะแต่นั่งมือแต่เธอปอนละเมียนเป็นใจปอนละเมียนเตอร์เหรอมันดังมาเอาเตอร์này ông này còn tịt cái nẹt đó phải chết đấy anh lấy tình nữ Nguyễn Y á xong mày á tình nữ Nguyễn Y bên ác xong mà kẹt ơi lấy ông anh nữ ớt ao gì không ai mẹ nó con mày bông bò nhưng ai hao vậy ui ai ơi tao mình ai thay tiết tao không ai chừng này mình ai thay tiết mình ai mình xa lại ai thay tiết con đây không con đây xinh tên con chuột ai mà sai mà mở đập bê dân ao tới fan không ai kì ăn chặt á cái thay kì tên con chuột nhóc tí ai chào bye bye